Xin chào em ơi, chà xin tụiគ្នាcòn lưu sụp lấy này nhưng sao cũng nên tụiគ្នាăn tiện đang ngay thà lời nó cứ nhungกับพงอัดเนอประเทศน่ะchà មុនចូលវីដេអូរំអិតឥឡូវស្ដាប់សលេង welcome សិនមួយសិនណាចឹង Welcome to the Cloud Kingdom ចាកុំឲ្យអូសកន្លែងយូរឥឡូវដូចខ្ញុំប្រាប់ពីខាងដើមអញ្ចឹងគឺឥឡូវខ្ញុំកំពុងនៅប្រទេសវៀតណាមហើយនេះគឺជាទេសភាពដែលនៅជាប់នឹងកន្លែងខ្ញុំគេងតែម្ដងខ្ញុំដើរចេញមកគឺឃើញទេសភាពបែបហ្នឹងអញ្ចឹងខ្ញុំអត់ដឹងថាអ្នកផ្សេងគឺគាត់មានចំណាប់អារម្មណ៍ដូចខ្ញុំដែរអត់ទេតែខ្ញុំគឺជាមនុស្សចូលចិត្តពពខ្លាំងមែនតើចាកន្លែងហ្នឹងនៅឆ្ងាយពីហាណូយប្រហែលជា 4-5 ម៉ោងដែរពេលហ្នឹងខ្ញុំជិះឡានទៅនឹងឯប្រហែលជា 5 ម៉ោងអញ្ចឹងវារៀងឆ្ងាយគួរសមដែរនៅទីហ្នឹងគឺគេអត់ឲ្យយើងបើកឡានទៅផ្ទាល់ទេអាចជួលម៉ូតូជិះបានប៉ុន្តែអ្នកទាំងអស់គ្នាឃើញស្ថានភាពផ្លូវអីគឺមិនអាចទេខ្ញុំអត់មានភាពក្លាហានក្នុងការជិះម៉ូតូឡើងទេអញ្ចឹងពួកខ្ញុំក៏សម្រេចចិត្តដើរទៅដើម្បីទៅមើលកន្លែង view ស្អាតកន្លែងទេសភាពស្អាតដែលគេហៅថាខ្នងនាគអញ្ចឹងណាគេហៅ Dragon View អញ្ចឹងនៅហ្នឹងគឺពពកច្រើនជុំវិញហ្នឹងគឺច្រើនមែនតើនេះកាមេរ៉ាស៊ីនណាបងប្អូនហើយខ្ញុំដើរទៅដូចទៅឋានសួគ៌អញ្ចឹងណាចង់និយាយថាទេសភាពជុំវិញយើងហ្នឹងគឺសិតពពកហើយតាជាអញ្ចឹងបងប្អូនទាំងអស់គ្នាមានបំណងចង់ទៅដើរលេងកន្លែងប្លែកៗអាចទៅកន្លែងហ្នឹងបានខ្ញុំរីកមិនថាយើងអាចចំណាយពេលគេងនៅនឹងមួយយប់អីទៅបានហើយមានន័យថាមួយយប់មួយថ្ងៃយើងជិះពីហាណូយពេលព្រឹកទៅដល់ហ្នឹងរៀងថ្ងៃអញ្ចឹងយើងពេលថ្ងៃទាំងហ្នឹងយើងអាចទៅមើលថ្ងៃលិចបានអ្នកទាំងអស់គ្នាមួយទៀតខ្ញុំធ្វើវីដេអូហ្នឹងមិនមែនបានន័យថាខ្ញុំជួយប្រម៉ូទកន្លែងដើរលេងនៅប្រទេសលេខ3ទេប៉ុន្តែចង់និយាយថាអាហ្នឹងគឺជាសិទ្ធិសេរីភាពរបស់យើងសម្រាប់ខ្ញុំវីដេអូខ្ញុំដើរលេងនៅស្រុកខ្មែរក៏ខ្ញុំធ្វើខ្ញុំដើរលេងនៅស្រុកណាក៏ខ្ញុំធ្វើដែរព្រោះខ្ញុំចង់បង្ហាញឲ្យអ្នកទាំងអស់គ្នាបានឃើញកន្លែងស្អាតៗដែរហើយអ្វីដែលសំខាន់គឺខ្ញុំចង់ inspire បានន័យថាខ្ញុំចង់លើកទឹកចិត្តដល់ក្មេងស្រីស្ត្រីផ្សេងទៀតដែលគាត់មានបំណងឬក៏គាត់ចូលចិត្តដើរលេងពួកអីមានមតិមួយគេនិយាយថាចេះយើងពេលនៅលាវអញ្ចឹងកុំសើដើរលេងច្រើនពេកចាំពេលមានប្តីមានគ្រួសារទៅប្តីនាំដើរលេងហើយអ្នកទាំងអស់គ្នាយើងមិនដឹងថាពេលយើងមានប្តីតែប្តីនោះវានាំយើងដើរលេងមែនអត់ហើយប្រកាសថាយើងរកស៊ីមានបានមានលុយមានលទ្ធភាពដើរលេងណាឥឡូវតន់យើងអាចធ្វើអីបានតន់យើងនៅមានលទ្ធភាពធ្វើខ្លួនឯងបានអ្នកទាំងអស់គ្នាដើរលេង as much as you can ខ្ញុំចង់និយាយអញ្ចឹងព្រោះអីអ្វីមិនទៀងទេព្រោះអីមិនប្រកាសថាមានប្តីមានគ្រួសារហើយបានដើរលេងគេជូនយើងទៅគ្រប់កន្លែងជីវិតយើងគឺយើងជាអ្នកគ្រប់គ្រងអញ្ចឹងយើងកុំទៅរំពឹងអ្នកដទៃអញ្ចឹងខណៈពេលដែលយើងអាចធ្វើបានយើងអាចដើរលេងបានអ្នកទាំងអស់គ្នាជឿខ្ញុំមើល explore ដើរលេងអស់លុយមែនខ្ញុំទទួលស្គាល់ប៉ុន្តែសួរថាចង់ដើរលេងទៀតអត់ចាគឺចង់ចាពីព្រោះអីពេលដើរលេងវាសុបាយពេលដើរលេងវាធ្វើឲ្យយើងជួយ reduce stress បានន័យថាជួយបំបត្តិភាពតានតឹងរបស់យើងពីការងារដែលយើងពេញខំប្រឹងធ្វើការកន្លងមកយើងគួរតែ reward ខ្លួនយើងគួរតែឲ្យរង្វាន់ខ្លួនយើងខំប្រឹងប្រែងរបស់យើងអញ្ចឹងណាពីព្រោះអីបើសិនជាអ្នកទាំងអស់គ្នាគាត់តែពីធ្វើការមានដើរលេងអីសោះតាមស្រួលនឹងឈឺយកលុយឲ្យពេទ្យដដែលហ្នឹងអញ្ចឹងជាជាងយកលុយឲ្យពេទ្យហេតុអីយើងមិនមើលថែផ្លូវចិត្តរបស់យើងសុខភាពផ្លូវចិត្តរបស់យើងខួរក្បាលរបស់យើងរាងកាយរបស់យើងឲ្យទៅស្គាល់ទៅស្រូបខ្យល់អាកាសនៅកន្លែងថ្មីទៅទទួលបទពិសោធន៍នៅកន្លែងថ្មីទៅរៀនសូត្រពីជីវិតអ្នកនៅប្រទេសផ្សេងជនជាតិផ្សេងតែគេរស់នៅបែបម៉េចវប្បធម៌អរិយធម៌គេមិនអាហ្នឹងវាជួយយើងច្រើនមែនតើជាជាងអស់លុយដូចគ្នាមួយអស់លុយឲ្យដេកពេទ្យនៅមួយកន្លែងមួយទៀតអស់លុយប៉ុន្តែសុខចិត្តបានស្គាល់កន្លែងថ្មីអ្នកទាំងអស់គ្នាជ្រើសយកមួយណាហ្នឹងគិតខ្លួនឯងចាស់ចា